ថ្ងៃអង្គារដឹងគ្នាហើយនេះគឺជាសារថ្មីចុងក្រោយរបស់លោកដូណាល់ Trump បញ្ជូនទៅអ៊ីរ៉ង់តាមរយៈ Truth Social លោក Trump បានកំណត់យកថ្ងៃអង្គារជាថ្ងៃដែលអាមេរិកនឹងបញ្ជូនអ៊ីរ៉ង់ទៅឋាននរកបើអ៊ីរ៉ង់នៅតែមិនបើកច្រកហ័រមូសឡើងវិញទាំងស្រុងលោក Trump បញ្ជាក់ថាថ្ងៃអង្គារគឺជាថ្ងៃអវសាននៃរោងចក្រថាមពលនិងស្ពានទាំងអស់នៅក្នុងប្រទេសអ៊ីរ៉ង់ជាការវាយប្រហារមិនធ្លាប់មានពីមុនមកលោកថាអ៊ីរ៉ង់ត្រូវតែបើកច្រកសមុទ្រហ័រមូសឥឡូវនេះបើមិនដូច្នោះទេពួកឯងនឹងរស់នៅក្នុងឋាននរកនេះមានន័យថាសង្គ្រាមពាក្យសម្ដីរវាងអាមេរិកនិងអ៊ីរ៉ង់បានផ្លាស់ទៅដំណាក់កាលគ្រោះថ្នាក់ជាងមុនព្រោះថារោងចក្រអគ្គិសនីនិងស្ពានមិនមែនជាគោលដៅតូចទេបើត្រូវវាយប្រហារមែនវាប៉ះពាល់ទៅដល់សេដ្ឋកិច្ចចរាចរណ៍និងជីវិតប្រចាំថ្ងៃនៅទូទាំងប្រទេសអ៊ីរ៉ង់លោកច្រាំនិយាយថាអ៊ីរ៉ង់នឹងរស់ដូចក្នុងឋាននរកសូមរំលឹកថានៅថ្ងៃទី4ខែមេសាលោកច្រាំបានដាក់អវសានវិត្រឹមថ្ងៃទី6ខែមេសាឲ្យអ៊ីរ៉ង់បើកច្រកហ័រមូសឡើងវិញបើមិនដូច្នោះទេឋាននរកនឹងធ្លាក់លើអ៊ីរ៉ង់នេះគឺជាអវសានវិត្រលើកទី4ហើយដែលលោកច្រាំបានកំណត់នឹងពន្យាពេលជាបន្តបន្ទាប់ប៉ុន្តែសាររបស់លោកច្រាំចុងក្រោយនេះហាក់ដូចជាពោពេញដោយកំហឹងដោយលោកប្រើពាក្យអសុរោះមួយចំនួនដៀលថ្មីអ៊ីរ៉ង់ទៀតផងទោះយ៉ាងណាអ៊ីរ៉ង់មិនបង្ហាញសញ្ញាដកថយទេមេបញ្ជាការយោធាជាន់ខ្ពស់អ៊ីរ៉ង់បានតបទៅអាមេរិកវិញថាប្រសិនបើអាមេរិកហ៊ានធ្វើឲ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ីរ៉ង់មជ្ឈមណ្ឌលថាមពលរបស់មជ្ឈមបូព៌ាទាំងមូលនឹងងងឹតតាមក្រោយហើយទ្វារនរកក៏បើកចំហរងចាំអាមេរិកនិងអ៊ីស្រាអែលដែរក្រោយការប្រកាសចុងក្រោយរបស់លោកច្រាំនិងការផ្លាស់ប្ដូរការគំរាមកំហែងគ្នាទៅវិញទៅមកនេះមានការរំពឹងទុកថាប្រេងនិងឧស្ម័ននឹងបន្តឡើងថ្លៃខ្ញុំរស់សុធាពី News Today NTTV